Ok, chúng mình số chẳng welcome back vào Cambodian Navigation episode 3 ដែលយើងបន្តពី episode 1 episode 2 តើតងជាមួយនឹងប្រកាស405ដែលនិយាយអំពីការដឹកជញ្ជូនតាមផ្លូវទឹកអន្តរជាតិឬយើងអាចហៅកាត់ថា IWTG ហ្នឹងហើយហើយសម្រាប់ episode 3នេះដែរគឺយើងផ្ដោតសំខាន់ទៅតើអ្វីដែលជាចំណូលនៅក្នុងសកម្មភាពអាជីវកម្មមួយហ្នឹងក៏ដូចជាតើការកាកលេតពន្ធដែលត្រូវបង់ហ្នឹងសម្រាប់ម្ចាស់អាជីវកម្មដែលមានសកម្មភាពដឹកជញ្ជូនតាមផ្លូវទឹកហ្នឹងគឺគាត់ត្រូវកាកលេតពន្ធឲ្យបង់របៀបម៉េចអញ្ចឹងណាអញ្ចឹងបកមកជួបជាមួយនឹងបងពិសិដ្ឋដដែលវិញបាទគាត់នឹងសម្របសម្រួលនៅក្នុង episode 3នេះដដែលទេបាទហ្នឹងហើយបងអញ្ចឹងបងបកមក topic យើងក្នុង episode 3នេះចំណុចទី1ហ្នឹងគឺចង់ឲ្យបងបញ្យល់បន្ថែមគាត់ជា liner បាទដែលគាត់មានកប៉ាល់ខ្លួនឯងហើយគាត់ប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជារបស់យើងណាបងអាចប្រាប់បន្ថែមបានថាតើអ្វីដែលជាប្រភពចំណូលរបស់គាត់អញ្ចឹងបងបាទពុទ្ធអរគុណនៅក្នុងបកាទី3ចំណុចទី7នៃបកា405ហ្នឹងគេបាននិយាយពីប្រភពចំណូលដែល shipping company យើងអាចនិយាយបានថាជា shipper ឬក៏ជា liner ដែលគាត់មានកប៉ាល់របស់គាត់អញ្ចឹងអ្វីជាប្រភពចំណូលរបស់គាត់ក្នុងនោះចំណុចសំខាន់ដំបូងគេបំផុតប្រភពចំណូលរបស់គាត់ហ្នឹងគឺ ocean freight charge ហ្នឹងតែម្ដងអូខេធម្មតាយើងដឹកជញ្ជូនចំណាយថ្លៃដឹកជញ្ជូនបាទបងយើងនិយាយភាសាអង់គ្លេសយើងថា ocean freight charge អូខេតម្លៃក៏មានចំណូលបន្តទៀតដែរដែលតកតងនឹងការដឹកជញ្ជូនដែរដូចឧទាហរណ៍ TXC terminal handling charge បាទបងមានចំណូលបន្ថែមទៀតឧទាហរណ៍ថាចំណូល surcharge ដែលយើងអាចនិយាយថាតកតងជាមួយនឹងការទុកដាក់កុងតឺន័របាទបងការកុងតឺន័រដែលយើងដាក់ទៅពេលដឹកជញ្ជូនមកវាមានវាទុកពេញដើម្បីដឹកទៅវិញទៅក៏វាជាមានចំណូលមួយដែលឆាតដែរបាទបងឬក៏ដឹកចេញទៅដឹកទៅមានតំណែងមកវិញទៅក៏មានចំណូលមួយដែលគេហៅ imbalance charge container ថ្លៃប្រេងថ្លៃអីក៏នៅក្នុង surcharge ហ្នឹងដែរបាទថ្លៃប្រេងថ្លៃអីក៏នៅក្នុង surcharge ដែរហើយជួនកាលទៅការទុកដាក់កុងតឺន័រយូរហួសកំណត់ក៏ជាចំណូលរបស់ក្រុមហ៊ុនកប៉ាល់ដែរបាទបងដូចឧទាហរណ៍ថាយើងទុករយៈពេល15ថ្ងៃឲ្យទៅអតិថិជនត្រូវ return ត្រឡប់មកផែវិញទៅលើកុងតឺន័រដែលគាត់បានយកទៅតែគាត់ return យឺតពេលគាត់ return យឺតអញ្ចឹងគាត់ត្រូវ import charge ហើយគេហៅថាបើយើងនិយាយយើងអាចនិយាយបានថាវាជា demurrage charge អញ្ចឹងណាឬក៏ detention charge ហើយមាន charge ផ្សេងទៀតដែលតកតងនឹងចំណូលរបស់ពួកគាត់តកតងនឹងការដឹកជញ្ជូនចុះបើក្នុងករណីថាគាត់ជា foreign company ហើយគាត់មកប្រកបអាជីវកម្មតាមរយៈ PE ឬក៏ brand ឬក៏ជា agent នៅស្រុកខ្មែរអញ្ចឹងណាបងតើអ្វីដែលជាប្រភពចំណូលរបស់គាត់បាទដែរពុទ្ធកន្លែងនេះចង់បញ្ជាក់ថាប្រភពចំណូលទោះបីជាគាត់ជាក្រុមហ៊ុន register នៅស្រុកក្រៅមិនមាន register ស្រុកខ្មែរឆ្លងកាត់តាម PE ស្រុកខ្មែរក៏ដោយប្រភពចំណូលដូចគ្នាទេបាទបងប៉ុន្តែអ្វីដែលខុសគ្នាហ្នឹងគឺ the way ដែលពន្ធដារចាប់ពន្ធគាត់ទៅលើប្រភពចំណូលខាងលើហ្នឹងយើងឧទាហរណ៍ថាបើគាត់ជាក្រុមហ៊ុន liner ដែល register ស្រុកខ្មែរតែម្ដងគាត់មានកប៉ាល់គាត់មានអីនៅស្រុកខ្មែរតែម្ដង register ស្រុកខ្មែរអញ្ចឹងប្រភពចំណូលខាងលើហ្នឹងគាត់ត្រូវទទួលស្គាល់ជាចំណូលធម្មតាប្រកាសពន្ធទៅធម្មតាទៅពន្ធដារបើវាជា ocean freight គាត់ចេញវិក័យប័ត្រទៅឲ្យគេហើយគាត់ប្រកាសទៅលើពន្ធដារថាវាជាចំណូលរបស់គាត់បាទបងអញ្ចឹងប្រភពចំណូលខាងលើដែលខ្ញុំនិយាយមិញហ្នឹងប្រសិនបើគាត់ជា liner ដែល register ស្រុកខ្មែរតែម្ដងប្រភពចំណូលត្រូវប្រកាសទៅពន្ធដារជាចំណូលរបស់គាត់ដល់ឡែកបើគាត់ជា liner គាត់ register នៅក្រៅប្រទេសទេតែគាត់រកស៊ីស្រុកខ្មែរដាក់ឆ្លងកាត់ PE ដោយឆ្លងកាត់ PE អញ្ចឹងអាចចំណូលដែលគាត់ទទួលបានប្រភពចំណូលហ្នឹងវាមានការ treatment ពន្ធផ្សេងគ្នាណាការ treatment ពន្ធផ្សេងគ្នាដល់ឡែកចុះសំណួរសួរថាចុះagent នៅស្រុកខ្មែរយើងណា agent នៅស្រុកខ្មែរដែលជា PE ហ្នឹងគាត់ត្រូវចេញវិក័យប័ត្រប្រមូលគាត់ប្រមូលលុយពីខាងក្នុងស្រុកឬក៏ក្រៅស្រុកឬក៏តាក់តងរឿងថាពេលនាំចេញទៅមានចំណូលថ្លៃដឹកជញ្ជូនហ្នឹងគាត់ប្រមូលជំនួសឲ្យអ្នកដែល register ក្រៅស្រុកហ្នឹងដែលមានកប៉ាល់ហ្នឹងតើជាចំណូលរបស់គាត់ទេយើងថាអត់ទេមិនមែនជាចំណូលរបស់ agent ទេវាជាចំណូលរបស់ក្រុមហ៊ុនដឹកជញ្ជូនក្រៅស្រុកទេ
អាហ្នឹងកន្លែងហ្នឹងចង់បញ្ជាក់ថាពន្ធដារមិនតម្រូវឲ្យហ្នឹង បាទបង ទៅប្រកាស agent ត្រូវប្រកាសពន្ធទេចង់បញ្ជាក់កន្លែងហ្នឹងឲ្យច្បាស់ អញ្ចឹងបងអញ្ចឹងបកមកវិញយើងបានដឹងអីថាតា liner ដែលគាត់ជាក្រុមហ៊ុនចុះបញ្ជីត្រូវអ្វីដែលជា gross income របស់គាត់ហើយ liner ដែលគាត់រកស៊ីជាមួយនឹង PE ថាតើអ្វីដែលជា gross income របស់គាត់អញ្ចឹងចូលដល់ការថាការគណនាពន្ធតើ gross income ហ្នឹងយើងត្រូវគណនាពន្ធមិនដែលស្របទៅតាមប្រកាស405ដែលនិយាយពីការដឹកជញ្ជូនផ្លូវទឹកអន្តរជាតិហ្នឹងបងថាតើប្រភេទពន្ធអ្វីដែលយើងត្រូវបង់ហើយការកលែតរបៀបម៉េចអញ្ចឹងណាបាទពន្ធអរគុណសំណួរហ្នឹងនៅពេលដែលបើក្រុមហ៊ុនខ្ញុំជាក្រុមហ៊ុន Liner register ស្រុកខ្មែរហើយគាត់ប្រកាសចំណូលទាំងប្រមាណខាងលើនោះទៅច្បាប់ពន្ធដារទៅការប្រកាសពន្ធប្រចាំខែអញ្ចឹងអាចចំណូលទាំងប្រមាណហ្នឹងជាចំណូលជាប់ពន្ធបាទអញ្ចឹងគាត់ត្រូវទទួលស្គាល់ក្នុងរបាយការណ៍របស់គាត់ជាចំណូលរបស់គាត់កាត់កងចំណាយរបស់គាត់ទៅបង់ពន្ធ 20% ធម្មតាព្រោះអាហ្នឹងជាពន្ធ rate ដែលគាត់ត្រូវទៅបង់ដល់ឡែកគាត់ជា non resident គាត់ register នៅស្រុកក្រៅគាត់រកស៊ីតាម agent ណាអញ្ចឹងតាមច្បាប់ពន្ធវាមានចំណុចសំខាន់កន្លែងហ្នឹងមានថាគេត្រូវទៅឲ្យគាត់បង់ពន្ធដែរបាទបងប៉ុន្តែគាត់មិនអាចមកបង់ពន្ធផ្ទាល់ទេគាត់មិនអាចមកបង់ពន្ធផ្ទាល់មកស្រុកខ្មែរទេអញ្ចឹងឆ្លងកាត់ PE គាត់នេះឆ្លងកាត់ជា agent ឆ្លងកាត់ជា branch office ឆ្លងកាត់ជា subsidiary គាត់ត្រូវតែបង់ពន្ធសួរថាបង់ពន្ធមិនបាទបងវិធីសាស្ត្របង់ពន្ធជាទូទៅពន្ធដារគេឲ្យគេកំណត់មួយគេថាចំណូល attributable income អញ្ចឹង attributable income ហ្នឹងគឺគេគណនាយក 15% នៃ total ចំណូលក្នុងស្រុកសរុបដែលខាងក្រៅប្រទេសទទួលបានអញ្ចឹងសំណួរសួរថាស្អីជាចំណូលក្នុងស្រុកសរុបវិញនៅក្នុងច្បាប់ប្រកាសហ្នឹងក្នុងប្រកាសហ្នឹងនិយាយច្បាស់ថាចំណូលដែលគាត់ទទួលបានរាល់ចំណូលខាងលើការនាំចេញអូខេបងលើការនាំចេញ export only export only បើវាជា import មិន subject to attributable income ទេអញ្ចឹងវិធីសាស្ត្រគណនាមានន័យថាម៉េចយើងយកចំណូលដែលគាត់ទទួលបានសរុបលើការនាំចេញចំណូលអីចំណូលខាងលើដែលនិយាយមិញហ្នឹងយកមកគុណនឹង15%អូខេមកគុណនឹង15%អញ្ចឹងអានេះគេហៅ attributable income អញ្ចឹងattributable income វាជាប់ពន្ធ 20% អញ្ចឹងយើងយកចំណូលសរុបទាំងអស់នៃការនាំចេញគុណនឹង 15% ហើយគុណនឹង 20% ដែលជារួមទៅវាស្មើនឹងចំណូលនៃការនាំចេញសរុបគុណនឹង 3%អូខេអានេះជាវិធីសាស្ត្រគណនាងាយអញ្ចឹងសួរថាតើគណនាមិនគណនាអញ្ចឹងហើយតើកាត់មិនឆ្លងកាត់ agent ឬក៏ជា PE នៅស្រុកខ្មែរជាអ្នកកាត់ទុកពីក្រុមហ៊ុនបរទេសហ្នឹងហើយបង់ជូនពន្ធដារអូខេអញ្ចឹងបើនិយាយខ្លីទៅមានថាយើងយក gross income គុណនឹង 3% ក៏ត្រូវដែរក៏យើងយក income គុណជាមួយនឹង attributable income portion 15% ហើយគុណជាមួយនឹង taxable income ដែលជា normal rate 20% គឺស្មើនឹង 3% ស្មើ 3% ដូចគ្នាតែសូមបញ្ជាក់កន្លែងហ្នឹងតែចំណូលនៃការនាំចេញទេ export only បាទ export only អូខេបងអញ្ចឹងបន្តទៅទៀតបងដោយសារយើងនិយាយមិញយើងនិយាយពីថាតាចំណូលនឹងមានអីគេខ្លះហើយការកលែតពន្ធរបៀបម៉េចអីចឹងណាបង company ឬក៏សហគ្រាសនឹងគាត់ជាលក្ខណៈ agent វិញថាតើគាត់របៀបនៃការកត់ត្រាចំណូលចំណាយរបស់គាត់ឬក៏យើងអាចនិយាយបានថា transaction ដែលជា cash in cash out របស់គាត់ហ្នឹងតើគួរតែកត់ត្រារបៀបម៉េចបាទសំណួរនេះជាសំណួរល្អមែនទែនដោយសារហេតុផលច្បាប់គាត់ព្យាយាមបែងចែកអាហ្នឹងឲ្យច្បាស់បាទបងដើម្បីឲ្យខាង agent ឬក៏ខាងPE ដែលចុះកកិច្ចសន្យាជា exclusive agent ជាមួយខាង shipping company ឬក៏ liner ហ្នឹងត្រូវអនុវត្តអញ្ចឹងទី1យើងបែងចែកថាប្រសិនបើគាត់ជា agent អញ្ចឹងចំណូលរបស់គាត់ត្រូវដឹងថាស្អីជាចំណូលរបស់គាត់ចំណូលរបស់គាត់គឺទៅលើ commission ដែលទទួលបានអញ្ចឹង commission ដែលគាត់ទទួលបានគឺជា taxable income បាទបងដល់ឡែកគាត់ជា agent គាត់ប្រមូលលុយពីអតិថិជនក្នុងស្រុកហើយ refund ទៅវិញទៅឲ្យក្រុមហ៊ុន shipper ឬក៏គេហៅថាក្រុមហ៊ុន liner ហ្នឹងក្រៅស្រុកអូខេក្រៅស្រុកចាអាហ្នឹងមិនមែនជាចំណូលរបស់គាត់ទេគ្រាន់តែជាការចេញវិក័យប័ត្រជំនួសហើយឲ្យត្រឡប់ទៅវិញទៅក្រុមហ៊ុនក្រៅ
ក្រៅស្រុកអញ្ចឹងអាហ្នឹងមិនមែនជាចំណូលឬចំណាយរបស់ agent ទេនឹងសូមឲ្យច្បាស់បាទអញ្ចឹងមែនទែនទៅវាជាប់តាក់ទងគ្នាជាមួយនឹង disbursement ហើយនិង reimbursement ទៀត right វាជាប់ជាមួយ disbursement និង reimbursement អញ្ចឹងកន្លែងហ្នឹងបញ្ជាក់ថាសូមបញ្ជាក់ឡើងវិញថាចំណូលដែលគាត់ទទួលបានគឺតែចំណូល commission ដែលគាត់ក្នុងកិច្ចសន្យាដែលគាត់ចងគាត់អាចមានចំណូលផ្សេងតែយើងបេះទៅតាមកិច្ចសន្យាជា commission អាចថាជួនកាលទៅគេជួយផ្នែកណាមួយឧទាហរណ៍ថាគេជួយផ្នែក admin ឬគេជួយសម្រួលទៅលើប្រាក់បៀវត្សរបស់បុគ្គលិកនៅក្នុងស្រុកអានឹងសុទ្ធតែជាចំណូលជាប់ពន្ធដែរអូខេតម្លៃដែលគាត់ព្យាយាមប្រមូលជំនួសដូចថាប្រមូលជំនួសលើអីខ្លះការដឹកជញ្ជូនតាមផ្លូវទឹកមាន ocean freight នៃការនាំចេញនៃការនាំចូលអស់ហ្នឹងមិនមែនជាចំណូលរបស់គាត់ទេពីព្រោះគាត់ត្រូវ refund ហ្នឹងត្រឡប់ទៅវិញអូខេបងអញ្ចឹងសរុបរួមមកវិញទៅក្នុងចំណុចនេះគឺសំខាន់តាក់ទងជាមួយនឹង agent នៅក្នុងការ recording case អាចថា transaction របស់គាត់បើ in case នៅក្នុងករណីថាគាត់ miss classify ថាតើអ្វីដែលជាចំណូលរបស់គាត់អាចនិយាយបានថាអ្វីជា disbursement អ្វីជា reimbursement អញ្ចឹងការប្រកាសពន្ធឬក៏ការបង់ពន្ធរបស់គាត់ក៏អត់ត្រូវទៅតាមនឹងដែរប្រកាសប្រសិនបើគាត់អត់បានបែងចែកវាច្បាស់លាស់បាទបងអញ្ចឹងគាត់ mix រវាង disbursement គាត់គិតថានឹងជាចំណូលបាទអា pay ជំនួសហ្នឹងទៅជាចំណាយអាហ្នឹងវាអត់ត្រឹមត្រូវទេបាទបងអញ្ចឹងនាំឲ្យការ treatment ពន្ធគាត់ different ទៅតាមនឹងដែរអញ្ចឹងបញ្ជាក់ឡើងវិញការបែងចែក classify ចំណូលឲ្យច្បាស់លាស់ឲ្យដឹងថានឹងជាចំណូលរបស់ខ្លួនគួរតែប្រកាស share record ឬក៏អត់ច្បាប់បានបែងចែកច្បាស់លាស់អូខេបងអរគុណអញ្ចឹងសូមបន្តទៅប្រភេទពន្ធផ្សេងទៀតបងដូចជា VAT withholding tax ហើយនិង prepayment on income tax ណាបងថាតើប្រភេទពន្ធទាំងអស់ហ្នឹងសហគ្រាសគាត់ត្រូវធ្វើជា tax treatment របៀបម៉េចដែរអញ្ចឹងបងសូមបងជួយបញ្យល់បន្ថែមបន្តិចបងបាទអូនអត់នៅក្នុងមាត្រា5គេនិយាយពី VAT បាទគេនិយាយពី VAT តើសេវាកម្មអីខ្លះសម្រាប់អាសេវាកម្មដឹកជញ្ជូនក្រៅប្រទេសហ្នឹងតើវាជាប់ VAT លើអីខ្លះបាទបងចំណុចទី1យើងនិយាយពី 0% VAT មាន 0% បាទបងយើងនិយាយ 0% គឺគេសំដៅទៅលើការតម្លៃនៃការដឹកជញ្ជូនណាតម្លៃនៃការដឹកជញ្ជូនឧទាហរណ៍យើងនិយាយពី ocean freight charge អញ្ចឹង ocean freight charge subject to 0% ឬក៏សេវាផ្សេងៗដែលតាក់ទងនឹង ocean freight charge ហ្នឹងគឺ 0% មួយទៀត 0% ដែរគឺតាក់ទងរឿងការទិញលក់ freight សម្រាប់ forwarder ហើយហ្នឹងសម្រាប់ក្រុមហ៊ុនជា forwarder គាត់ទិញ freight គាត់លក់ freight អញ្ចឹងអា markup របស់គាត់ក៏អត់ subject to VAT ដែរបាទបងអញ្ចឹងគាត់ទិញមាន VAT 0ពេលគាត់លក់ទៅវិញគឺ VAT 0ចំណុចមួយទៀតគឺ 10% អញ្ចឹង 10% ច្បាប់ VAT និយាយច្បាស់គឺសេវាកម្ម perform នៅក្នុងស្រុកណាឧទាហរណ៍ថាអូន clearance បាទបងអូន clear នៅក្នុងស្រុកខ្មែរមិនមែន clear នៅក្រៅប្រទេសទេណា clear ក្នុងស្រុកឃើញទេ clearance ក្នុងស្រុកជើងសាគយក្នុងស្រុកជាប់ 10% អូខេតើតើនឹងការលើកដាក់ container នៅក្នុងទីលានផែបាទបងការលើកដាក់ container លើទីលានផែគឺជាចំណូលជាប់ VAT 10% ពលសកម្មភាពហ្នឹងគឺធ្វើនៅក្នុងស្រុក right បាទតើតើនឹងឯកសាររៀបចំឯកសារ document fee ណា agency fee ណាអស់ហ្នឹងសុទ្ធតែជាសេវាជាប់ពន្ធ VAT 10% អូខេបងចាំគ្រាន់តែចាំបញ្ជាក់ច្បាស់ថាឲ្យតែសេវា perform នៅក្នុងស្រុកឬក៏គេហៅនិយាយថានៅក្នុងប្រជាជាតិកម្ពុជាត្រូវជាប់ VAT 10% បាទមានមួយទៀត 10% ដែរ 10% ដែរគឺសម្រាប់សេវាកម្មកំពង់ផែអញ្ចឹងនៅពេលដែលកប៉ាល់គាត់ចុះមកកំពង់ផែគេត្រូវឆាចណាអូនកំពង់ផែគេឆាចប៉ុន្តែនៅក្នុងច្បាប់នោះបញ្ជាក់ច្បាស់ណាស់គាត់ត្រូវឆាច directly ទៅដល់ក្រុមហ៊ុនដែលជាក្រុមហ៊ុនliner អូខេគាត់អត់មានឆាចមកក្រុមហ៊ុនជា agent គាត់អត់មានឆាចមកក្រុមហ៊ុនជា forwarder ទេសម្រាប់សេវាកម្មផែគាត់ត្រូវតែឆាច directly ទៅក្រុមហ៊ុន liner តែម្ដងអញ្ចឹង VAT ឬក៏មិន VAT ក្រុមហ៊ុនI mean port កំពង់ផែគាត់នឹងឆាច direct ទៅដល់យើងនិយាយបានថាក្រុមហ៊ុនជាលក្ខណៈថាក្រុមហ៊ុនដែលគាត់មានកប៉ាល់ហ្នឹងឬក៏ liner ហ្នឹងច្បាប់និយាយបញ្ជាក់ទៀត liner មិនតម្រូវឲ្យប្រមូល VAT បន្តទៀតទេបាទបងអញ្ចឹងបើ liner គាត់ឆាចទៅ forwarder ផ្សេងទៀតនៅក្នុងស្រុកឬក៏រៀលអតិថិជននៅក្នុងស្រុក
គាត់មិនតម្រូវឲ្យឆាច VAT ទៅលើសេវាកំពង់ផែដែលផែបានឆាចទៅគាត់ទេអញ្ចឹង VAT ចុងក្រោយសម្រាប់កំពង់ផែគឺឆាចមកក្រុមហ៊ុន Liner គឺទៅធ្វើ Liner ទេ ធ្វើតែ Liner ទេ Liner ឆាចទៅអតិថិជនបន្តឬជើងទៅជា forwarder មិនតម្រូវឲ្យឆាច VAT ទេអូខេបងអញ្ចឹងអានេះគឺតេតទៅជាមួយនឹង rolling នៅ VAT ចុះចំពោះ withholding tax បងតើយើងមាន tax treatment មិនដែរសម្រាប់ withholding tax បងបាទអូន withholding tax ដូចនិយាយខាងលើមិញអញ្ចឹងសម្រាប់ជា agent សម្រាប់ជា agent សម្រាប់ជា representative ដែលអាចថាវាជា subsidiary ឬក៏អាចជា branch office ឬក៏ forwarder ដែល act as an agent ហ្នឹងគាត់មានតួនាទីកាត់ទុកបាទបងពន្ធដារដាក់តួនាទីឲ្យគាត់ដើម្បីកាត់ទុកពីខាង shipper ឬក៏ liner នៅក្រៅប្រទេសដែលគាត់អត់មាន office ឬក៏អត់មានស្រុកខ្មែរទេគាត់យកចំណូលពីស្រុកខ្មែរទៅជាការនាំចេញអញ្ចឹងគាត់ត្រូវកាត់ទុក 3% មិញណាដែលយើងនិយាយថា3ជា attributable income ណាអានឹងកន្លែងហ្នឹងគាត់យើងយក gross income គុណនឹង attributable income 15% ហើយគុណនឹង taxable income 20% right អាហ្នឹង 3% គឺតាក់ទងនឹង withholding tax គេឲ្យ agent ឬក៏ PE នៅស្រុកខ្មែរនិយាយងាយមានតួនាទីកាត់ទុកអញ្ចឹង withhold ដែលកាត់ទុក 3% ហ្នឹងថាពេលណាដែលខាង agent ឬក៏ជា PE ឬក៏ជា brand ហ្នឹងមានកាតព្វកិច្ចក្នុងការបង់អា 3% ហ្នឹងទៅជាទូទៅយើងនិយាយពីច្បាប់កាត់ទុកបាទពេលវេលាដែលយើង pay លុយពេលវេលាយើងកត់ត្រាក្នុងរបាយការណ៍ឬក៏ពេលវេលាដែលយើងចេញវិក័យប័ត្រអូខេអញ្ចឹងមានន័យថានៅពេលដែលខាង liner គាត់ចេញវិក័យប័ត្រទារលុយយើងព្រោះយើង collect ជំនួសគាត់នៅក្នុងស្រុកខ្មែរលើការនាំចេញអញ្ចឹងគាត់ទារលុយចេញវិក័យប័ត្រទារលុយយើងពេលហ្នឹងជាពេលដែលយើងត្រូវកាត់ទុកឬក៏ពេលវេលាគាត់មិនទាន់ចេញវិក័យប័ត្រទេប៉ុន្តែយើងនេះបានកត់ត្រាថាយើងបានទទួលលុយហើយយើងបកកត់ត្រាថាយើងជពាក់ទៅគាត់អញ្ចឹងនៅពេលយើងកត់ត្រាហ្នឹងស្មើយើងត្រូវកាត់ទុក 3% ហ្នឹងឬក៏យើងឲ្យលុយមុនយើងអត់ទាន់បានវិកេទេតែយើងគេក៏អត់ទាន់ចេញវិក័យប័ត្រដែរយើងឲ្យលុយមុនទៅឲ្យខាង liner បញ្ជាក់ liner ដែលមិន register ស្រុកខ្មែរបាទបងបាទយើងត្រូវកាត់ទុក 3% unpay deadline គឺជាទូទៅដឹងហើយ20ឬថ្ងៃ25 20ប្រើទៅតាមដៃ25តាម e-filing តាម e-filing នេះយើងដឹងហើយខាងពន្ធដារយេបងអូខេបងនេះជា tax treatment សម្រាប់ withholding tax បងចុះសម្រាប់ប្រភេទពន្ធ prepayment on income tax ថាមានជា tax treatment អីដែរអត់បង prepayment on income tax តាមច្បាប់សារពើពន្ធគេនិយាយថា prepayment on income tax គឺសម្រាប់តែលើ turnover របស់ក្រុមហ៊ុននេះបាទចឹងគេតែ identify ក្រុមហ៊ុនមួយៗតើអ្នកណាជាប់ turnover ណាមាន turnover អីខ្លះឧទាហរណ៍បើគាត់ជា shipper ដែលមាន register ស្រុកខ្មែរចឹងចំណូលទៅលើការដឹកជញ្ជូនដែលយើងបានរៀបរាប់ខាងលើមាន ocean freight charge មាន THC whatever ជាចំណូលរបស់គាត់ចឹងចំណូលហ្នឹងត្រូវ subject 1% តែបើខ្ញុំជា agent ខ្ញុំប្រមូលអាចំណូលមិញហ្នឹងខ្ញុំជា agent របស់ក្រុមហ៊ុនក្រៅប្រទេសអាចំណូលមិញហ្នឹងមិនមែនជាចំណូលខ្ញុំទេខ្ញុំគ្រាន់តែប្រមូលពីគេហើយគេយកខ្ញុំវិញអាហ្នឹងមិនមែនជា turnover ខ្ញុំទេចឹងស្អីជា turnover របស់ខ្ញុំយើងនិយាយមិញជា commission ណាមានស្អីក្រៅពី commission ដែលយើងរៀបអាប់ហ្នឹង yes យើងចេញពីកាយប័ត្រហើយយើងប្រកាស 1% អូខេដែលចុះសម្រាប់ liner ដែលជាគាត់អត់បានចុះបញ្ជីទេថាគាត់មានកាតព្វកិច្ចក្នុងការបង់ prepayment on income tax អត់ទេ អូខេអត់ទេ 3% ជាពន្ធចុងក្រោយគាត់បង់តែ 3% ទេបាទអញ្ចឹងមានន័យថា prepayment on income tax ដែលយើង calculate ទៅលើ turnover 1% នេះគឺសម្រាប់តែក្រុមហ៊ុនក្នុងស្រុកដែលជា agent ដែលជា liner ដែលគាត់រកស៊ីនៅក្នុងស្រុកខ្មែរគាត់បានចុះបញ្ជីទេបាទហើយគាត់ជាចំណូលរបស់គាត់ផ្ទាល់ជា turnover របស់គាត់ផ្ទាល់អូខេបាទចិត្តចប់ហើយ podcast លើកទី1របស់យើងបាទអញ្ចឹងបងអាចជួយបកស្រាយបន្ថែមបន្តិចបងថាតើសហគ្រាសដែលយើងអាចនិយាយថាសហគ្រាសដែលយើងរៀបរាប់មិញទៅគាត់ស្ថិតនៅក្នុងប្រកាស405ហ្នឹងដែលជាដែលមានសកម្មភាពដែលជា IWTG ហ្នឹងថាគាត់មានកាតព្វកិច្ចឬក៏ជាតបសិទ្ធិរបៀបមិនដែរក្នុងការដាក់លិខិតប្រកាសអញ្ចឹងបងហ្នឹងហើយអូនការដាក់លិខិតប្រកាសវាអាស្រ័យទៅលើប្រភេទក្រុមហ៊ុនរបស់ខ្លួនឯងអញ្ចឹងបើយើងនិយាយរៀបរាប់ប្រភេទវិញទី1យើងនិយាយពីក្រុមហ៊ុនដែលគាត់ register នៅស្រុកខ្មែរបាទដែលគាត់ជា forwarder
ឬក៏គាត់ជា agent អូខេការដាក់ប្រកាសពន្ធប្រចាំខែរបស់គាត់អាស្រ័យទៅលើគាត់ identify ប្រភពចំណូលរបស់គាត់ បាទបង អញ្ចឹងប្រភពចំណូលរបស់គាត់ដែលយើងនិយាយឡើងពីមុនមកថាជា commission អញ្ចឹងមានតែ commission ឬក៏ចំណូលផ្សេងៗដែលគាត់ទទួលបានហ្នឹងទេដែលគាត់ត្រូវ update ចូលទៅក្នុង sales record ប្រចាំខែ បាទបង អូខេគាត់មិនអាចយកអាការចេញវិក័យប័ត្រជំនួសឲ្យក្រុមហ៊ុនliner ពីក្រៅស្រុកមកនោះយកមកប្រកាស sales record ទេគឺព្រោះមិនមែនជាចំណូលរបស់គាត់នេះចំណុចទី1ចំណុចទី2គាត់ត្រូវដឹងថាតើអ្វីជាចំណាយរបស់គាត់ បាទបងបាទ អូខេគាត់មិនអាចយក disbursement ឬក៏ចំណាយដែលគាត់ដែលខាង liner គាត់ចេញវិក័យប័ត្រមកឲ្យយើងដើម្បី reimburse ឬក៏ disburse យកលុយនឹងទៅវិញដែលយើងទទួលចំនួនហ្នឹង បាទបងបាទ គាត់នៅក្នុងចូលទៅក្នុងpurchase record ទេ បាទ គាត់ដាក់ក្នុង purchase record តែចំណាយរបស់ក្រុមហ៊ុនរបស់គាត់ផ្ទាល់ទេតម្លៃសម្រាប់ក្រុមហ៊ុន liner ក្រៅប្រទេសតើគាត់មានត្រូវ compliance monthly ទេថាគាត់អត់ទេ បាទ គាត់មាន obligation តែមួយគត់ត្រូវ pay withholding tax 3%អញ្ចឹងសំណួរសួរថាចុះ agent ដែលគាត់ជា agent របស់ liner ហ្នឹងឬក៏ branch office ឬក៏ subsidiary តើគាត់ត្រូវប្រកាស 3% ហ្នឹងមិន បាទបង គេមិនតម្រូវឲ្យគាត់កត់ត្រាចំណាយហ្នឹងឬក៏លុយដែល bill ដែលគេយកលុយទៅវិញហ្នឹងប្រតិបត្តិការហ្នឹងនៅក្នុង purchase record ទេ អូខេ ដល់ឡែកប្រសិនបើប្រតិបត្តិការហ្នឹងជាប់ពន្ធ 3% គាត់ត្រូវដាក់ចូលទៅក្នុង directly ចូលទៅក្នុង withholding tax journal តែម្ដង បាទ មិនតម្រូវឲ្យដាក់ចូលនៅក្នុង purchase record ទេតែដាក់ចូលទៅក្នុង withholding tax journal តែម្ដង បើសម្រាប់ e-filing យើងអាចនិយាយបានថា transaction ដែលយើង pay ចំនួនហ្នឹងឬក៏ transaction ដែលតាក់ទងជាមួយនឹង gross income ទៅលើ liner ដែលជាក្រុមហ៊ុនក្រៅប្រទេសហ្នឹងគឺយើងអត់ដាក់ចូលនៅក្នុងបញ្ជីទិញលក់នៅក្នុង e-filing ទេ right ប៉ុន្តែត្រូវដាក់បញ្ចូលនៅក្នុង section withholding tax បាទតែចំណូលគាត់ទទួលបានពីការនាំចេញតែប៉ុណ្ណោះ បាទ សំចាំកន្លែងហ្នឹង បាទ ដាក់ចូលក្នុង withholding tax journal 3% តែលើចំណូលដែលគាត់ បាទ នាំចេញ income from export only right ខ្ញុំគិតថាចំណុចនេះអ្នកទាំងអស់គ្នាអាចដឹងហើយថា deadline នៃការប្រកាសពន្ធប្រចាំខែគឺថ្ងៃទី20 of the following month ឬក៏ថ្ងៃទី25សម្រាប់ការដាក់លិខិតប្រកាសឬក៏ដាក់ការប្រកាសតាមរយៈ system e-filing ហើយសម្រាប់ពន្ធប្រចាំឆ្នាំគឺថ្ងៃទី31ខែម៉ាច of the following year ហ្នឹងហើយបងសូមបន្តទៅមុខបន្តិចទៀតតកតងជាមួយនឹងតើមកដល់កន្លែងនេះយើងអាចនិយាយបានថាសហគ្រាសដែលគាត់ត្រូវ implement ប្រកាស405ហ្នឹងតើមានជាវិធីអីដែលគាត់អាចកាត់បន្ថយពន្ធ3%មានថា withholding tax 3%នឹងបានទេបង 3% បើយើងនិយាយពី withholding tax 3% វាគ្មានវិធីអីត្រូវកាត់បានទេព្រោះហ្នឹងតាមច្បាប់ត្រូវតែបង់ 3% ត្រូវតែបង់ ក៏ប៉ុន្តែតាមច្បាប់ឬប្រកាសហ្នឹងគេនិយាយថាប្រសិនបើ liner ហ្នឹងគាត់ register នៅក្នុងប្រទេសដែលមាន DTA ជាមួយកម្ពុជាយើង បាទ double tax agreement ជាមួយកម្ពុជាយើង បាទ វាអាចកាត់បន្ថយអត្រានៃពន្ធកាត់ទុកបានសួរថាកាត់ប្រមាណភាគរយបើតាម DTA ទូទៅ បាទ អាចកាត់បានពាក់កណ្ដាលអញ្ចឹងបើយើងអត់មាន DTA ទេត្រូវបង់ 3% កាត់ 3% តែបើគេមាន DTA ហើយយើង apply សុំ DTA ពីរដ្ឋបាលសារពន្ធយើងគេ agree អញ្ចឹងពន្ធនឹងវាធ្លាក់មក 1.5%អញ្ចឹងមានវិធីបែបអញ្ចឹងឯងជាទូទៅវិធីសាស្ត្របើយើងកណនាទៅតាម attributable income វិធីសាស្ត្រកណនាគឺយើងយកចំណូលដែល liner ទទួលបានលើការនាំចេញហ្នឹងគុណនឹង 15% បើទូទៅគឺគុណ 20% ប៉ុន្តែបើយើងមាន DTA យើងត្រូវគុណនឹង 10% អូខេ បាទគុណនឹង 10% ប៉ុន្តែបើយើងកុំអោយឈឺក្បាលយើងយកចំណូលដែល liner ទទួលបានលើការនាំចេញចំណូលទាំងអស់លើការនាំចេញបាទពីកម្ពុជាទៅហ្នឹងគុណនឹង 1.5% តែម្ដងប្រសិនបើគាត់មាន DTA បើអត់មាន DTA 3% តែម្ដងបាទបងបាទអញ្ចឹងចំណុចនេះក៏ជាចំណុចសំខាន់ដែរដែលជា benefit សម្រាប់សហគ្រាសដូចគ្នាបន្តទៅទៀតបងថាតើមកដល់ចំណុចនេះយើងមានជាគេហៅថា keynote ឬក៏ជា compliance tip អីសម្រាប់អ្នកជាប់ពន្ធក៏ដូចជាអាចថា
អ្នកមើលនៅ podcast របស់យើង ហ្នឹងហើយអូន series របស់យើងអញ្ចឹងណាបង មុននឹងបញ្ចប់ បាទមុននឹងបញ្ចប់បង just give key away ថាគាត់គួរតែដឹងអីខ្លះ បាទបង ទី1គាត់ត្រូវដឹងថាក្រុមហ៊ុនដែលគាត់កំពុងតែស្ថិតនៅហ្នឹងគាត់ជាប្រភេទក្រុមហ៊ុនម៉េច បាទ know your role អូខេបង តើគាត់ជាអីគាត់ជាក្រុមហ៊ុន shipper ឬក៏liner នៅក្រៅប្រទេសដែលមិន register ស្រុកខ្មែរឬក៏គាត់ជា agent បាទបង អាចថានិយាយថាជា PE អាចថាជា branch office ឬក៏ subsidiary ឬក៏ independent agent ឬក៏គាត់ជា forwarder បាទបង ត្រូវដឹងថាគាត់ជាអីបើយើងដឹងបាទយើងដឹងថាគាត់ជាប់ពន្ធអី អូខេ ទី2គាត់ត្រូវកត់ត្រាឲ្យបានច្បាស់លាស់ បាទបង disbursement ឬក៏ reimbursement បាទបង តែយើងអាចនិយាយបានច្បាស់ថា disbursement មិនមែនជាចំណូលចំណាយយើងទេបើជា reimbursement សំខាន់ត្រូវតែយើងអាចមាន margin លើការចំណេញ បាទ ហើយតើយើងស្ថិតនៅក្នុង forwarder ឬក៏ស្ថិតនៅក្នុង agent ណាមួយឲ្យដឹងកន្លែងហ្នឹងចំណុចចុងក្រោយអត់មានអីទេក្រៅពីបងពុនមិនតាន់ពេល file on time 25ឬក៏31 March of the following year បើមិនចឹងត្រូវតែ penalty ហើយ តើបង late មាន penalty ទេ បាទតែបង late គឺ penalty ហើយ អូខេអញ្ចឹងអ្នកទាំងអស់គ្នាគឺសម្រាប់ podcast series episode 1 ដែលយើងនិយាយពីប្រកាសដែលចេញថ្ងៃទី21ខែ5ឆ្នាំ2025ដែលតាក់ទងជាមួយនឹងការដឹកជញ្ជូនតាមផ្លូវទឹកអន្តរជាតិឬក៏យើងហៅកាត់ថា IWTG គឺមកដល់ទីបញ្ចប់ហើយអញ្ចឹងសម្រាប់ចុងក្រោយនេះខ្ញុំអាចថាដំបូងអរគុណដល់បងពិសិដ្ឋដែលគាត់ចំណាយពេលវេលាក្នុងការមកជួយសម្របសម្រួលក៏ដូចជាបញ្យល់បន្ថែមជាមួយនឹងប្រកាសថ្មីនេះហើយខ្ញុំសង្ឃឹមថា audience ឬក៏អ្នកជាប់ពន្ធឬក៏សាសនសិស្សឬក៏អាចនិយាយបានថាជាតែ agent ឬក៏ accountant ឬក៏ audit គ្នាយើងណាបាទគាត់អាចរបៀបថាគាត់អាចយល់បានច្រើនគាត់អាច imagine ចេញថាពន្ធហ្នឹងត្រូវបង់របៀបម៉េចត្រូវកាត់របៀបម៉េចត្រូវរៀបចំឯកសាររបៀបម៉េចហើយតើពន្ធទាំងមូលហ្នឹងត្រូវ implement របៀបម៉េចអញ្ចឹងណាហើយជាចុងក្រោយអាចថា fan សម្រាប់ PAT channel របស់យើងឬក៏ platform របស់យើងចង់ឲ្យយើងលើក topic អីផ្សេងយកមកពិភាក្សាបន្តទៀតអាច comment នៅក្នុងនៅខាងក្រោមវីដេអូនេះបានយើងនឹងរៀបចំជា topic ដែលសំខាន់ដែលជា goal knowledge ឬក៏ goal sharing យើងនឹងបន្តធ្វើវាបន្តទៀតអូខេអរគុណទាំងអស់គ្នា អរគុណទាំងអស់គ្នា Yeah, chào mấy xin lỗi.